តែតួអង្គឈីងស៊ុយគឺជានរណាឲ្យប្រកាសដែលស្ថិតនៅក្នុងរឿងរ៉េ Get Immortal ឬក៏រឿងប្រឆាំងនឹងអមតៈដូច្នេះហើយយើងកុំឲ្យខាតពេលវេលាទៀតជាងចូលទៅដល់វីដេអូនៃការសង្ខេបអំពីប្រវត្តិតួអង្គឈីងស៊ុយតែម្ដងដោយតួអង្គឈីងស៊ុយនឹងការពីអតីតកាលនៅពេលដែលគាត់មិនទាន់ចូលផ្លូវនៃការវឹកហាត់ដោយនៅជាមនុស្សរមែងស្លាប់គឺថាឈីងស៊ុយធ្លាប់ជាព្រះអង្គម្ចាស់នៅក្នុងប្រទេសទឹកថ្លានៅក្នុងពិភពលោកមនុស្សរមែងស្លាប់ប៉ុន្តែនៅក្នុងថ្ងៃមួយប្រទេសហើយនឹងពិភពលោករបស់ឈីងស៊ុយគឺត្រូវបានបំផ្លាញចោលដោយអ្នកវឹកហាត់មួយចំនួនហើយមនុស្សទាំងអស់នៅក្រោមបង្គាប់របស់ឈីងស៊ុយនឹងគឺស្លាប់គ្មានសល់ម្នាក់នោះទេដូច្នេះហើយចាប់តាំងពីហេតុការណ៍នឹងមកឈីងស៊ុយក៏បានភ្ញាក់ដឹងខ្លួននិងចាប់ផ្ដើមវឹកហាត់រហូតដល់ពេលមួយឈីងស៊ុយក៏បានដាស់នៅធម្មពលដែលជាអំណាចនៃជីរៀមដែលយើងហៅថារន្ទះពណ៌ក្រហមនឹងហើយបន្តមកទៀតបន្ទាប់ពីឈីងស៊ុយបានដាស់នៅអំណាចធម្មពលដែលជារន្ទះពណ៌ក្រហមដែលយើងហៅថាជីរៀមនឹងហើយឈីងស៊ុយក៏បានចាប់ផ្ដើមវឹកហាត់និងដើរតាមផ្លូវមីគានៃការសម្លាប់ចាប់តាំងពីពេលនឹងមកតែម្ដងដើម្បីទៅសងសឹកដល់អ្នកដែលបានសម្លាប់ប្រជាជនហើយនិងអ្នកនៅក្រៅបង្គាប់របស់គាត់ទាំងអស់ដែលស្ថិតនៅក្នុងពិភពលោកមនុស្សរមែងស្លាប់របស់គាត់កាលពីពេលមុនបន្តមកទៀតដោយសារតែទេពកោសល្យដ៏អស្ចារ្យរបស់ឈីងស៊ុយនៅក្នុងថ្ងៃមួយឈីងស៊ុយក៏បានចូលរួមជាមួយនឹងអាណាចក្រកូលន់ហើយបន្ទាប់ពីឈីងស៊ុយនឹងបានចូលរួមជាមួយនឹងអាណាចក្រកូលន់ហើយឈីងស៊ុយក៏បានក្លាយទៅជាអ្នកខ្លាំងលេខ1កំពូលតែម្ដងដែលស្ថិតនៅក្នុងអាណាចក្រកូលន់កាលពីសម័យបុរាណហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេនៅពេលដែលឈីងស៊ុយបានចូលរួមជាមួយនឹងអាណាចក្រកូលន់ហ្នឹងគឺដោយសារតែទេពកោសល្យពីកំណើតរបស់គាត់ឈីងស៊ុយក៏ត្រូវបានអធិរាជ Celestial ប៉ៃហ្វានដែលជាមេដឹកនាំនៅក្នុងអាណាចក្រកូលន់កាលពីសម័យបុរាណហ្នឹងបានទទួលយកឈីងស៊ុយនឹងធ្វើជាសិស្សផ្ទាល់របស់គាត់តែម្ដងបន្ទាប់ពីទទួលយកឈីងស៊ុយធ្វើជាសិស្សផ្ទាល់របស់គាត់ហើយអធិរាជ Celestial ប៉ៃហ្វានហ្នឹងក៏មានគម្រោងហ្នឹងចង់ឲ្យឈីងស៊ុយក្លាយទៅជាអ្នកគ្រប់គ្រងអាណាចក្រ Celestial កូលន់បន្តពីគាត់នៅក្នុងពេលអនាគតថែមទៀតផងមូលហេតុហ្នឹងគឺដោយសារតែអធិរាជ Celestial ប៉ៃហ្វានហ្នឹងគឺមិនត្រឹមចាត់ទុកថាឈីងស៊ុយហ្នឹងគឺជាសិស្សរបស់គាត់តែប៉ុណ្ណោះទេគឺគាត់ហ្នឹងបានចាត់ទុកឈីងស៊ុយហ្នឹងគឺប្រៀបដូចជាកូនប្រុសរបស់គាត់ថែមទៀតផងដូច្នេះហើយទើបអធិរាជ Celestial ប៉ៃហ្វានហ្នឹងមានគម្រោងចង់ឲ្យឈីងស៊ុយហ្នឹងក្លាយទៅជាអ្នកគ្រប់គ្រងបន្តវេននៅក្នុងអាណាចក្រកូលន់បន្តពីគាត់នៅក្នុងពេលអនាគតប៉ុន្តែបន្តមកទៀតនៅក្នុងកំឡុងពេលដែលឈីងស៊ុយកំពុងតែទទួលបានភាពល្បីល្បាញនិងលេចធ្លោបំផុតនៅក្នុងអាណាចក្រ Celestial កូលន់ហ្នឹងនៅទីបំផុតឈីងស៊ុយក៏បានជួបជាមួយនឹងមនុស្សស្រីម្នាក់ដែលមានឈ្មោះថាហានយ៉ានហើយបន្ទាប់ពីឈីងស៊ុយបានជួបជាមួយនឹងហានយ៉ានហើយក៏បានលងស្រឡាញ់គ្នាជាមួយនឹងហានយ៉ានហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានក្លាយទៅជាដៃគូតាវវឹកហាត់ជាមួយគ្នានិងបានរៀបការជាមួយគ្នាហើយបង្កើតបានកូនស្រីម្នាក់ដែលកូនស្រីម្នាក់ហ្នឹងគឺមានឈ្មោះថាមេអំបៅក្រហមដែលយើងឃើញនៅក្នុងតង្ហួរការពិភាក្សាបដូរចុះក្រោមនឹងឯងហើយចាប់តាំងពីពេលហ្នឹងមកដើម្បីជាផលប្រយោជន៍ដល់ហានយ៉ានដែលជាប្រពន្ធរបស់គាត់ហើយនិងកូនស្រីរបស់គាត់មេអំបៅក្រហមឈីងស៊ុយក៏បានបោះបង់ចោលផ្លូវនៃការវឹកហាត់នៃការសម្លាប់របស់គាត់ដែលគាត់បានដើរពីមុននឹងចោលទាំងអស់តែម្ដងដើម្បីជាប្រយោជន៍ទៅដល់កូនស្រីរបស់គាត់ហើយនិងប្រពន្ធរបស់គាត់ដើម្បីឲ្យគ្រួសាររបស់គាត់នឹងមានសុភមង្គលចាប់តាំងពីពេលហ្នឹងមកប៉ុន្តែទោះជាយ៉ាងណាក៏ដោយសុភមង្គលនៅក្នុងក្រុមគ្រួសាររបស់ឈីងស៊ុយនឹងគឺមិនបានគង់វង្សយូរអង្វែងនោះទេដោយនៅក្នុងថ្ងៃមួយអធិបតីតៅទាំង7ពណ៌ដែលជាមេដឹកនាំកម្ពុជានៅក្នុងអាណាចក្រខាងក្រៅនឹងក៏បានចូលមកកាន់ពិភពលោកភ្នំផ្នែកខាងក្នុងហើយអធិបតីតៅទាំង7ពណ៌ហ្នឹងក៏បានដាំក្របពូជបេះដូងនៃការសម្លាប់នៅក្នុងខ្លួនរបស់ឈីងស៊ុយនិងបានរំលឹកអតីតកាលរបស់ឈីងស៊ុយទាំងអស់ឡើងមកដែលធ្វើឲ្យឈីងស៊ុយហ្នឹងបាត់បង់ការគ្រប់គ្រងលើខ្លួនឯងហើយចាប់ផ្ដើមឈួតភ្លាមតែម្ដងបន្ទាប់ពីត្រូវបានអធិបតីតៅទាំង7ពណ៌ហ្នឹងបានដាំក្របពូជនៃការសម្លាប់នៅក្នុងខ្លួនរបស់គាត់បន្ទាប់មកទៀតនៅពេលដែលឈីងស៊ុយត្រូវបានអធិបតីតៅទាំង7ពណ៌បានដាំក្របពូជបេះដូងនៃការសម្លាប់នៅក្នុងខ្លួនរបស់ឈីងស៊ុយបានសម្រេចហើយឈីងស៊ុយក៏បានឈួតនិងបានបាត់បង់ការគ្រប់គ្រងទៅលើខ្លួនឯងទាំងស្រុងតែម្ដងហើយបន្ទាប់ពីឈីងស៊ុយបានឈួតនិងបាត់បង់ការគ្រប់គ្រងទៅលើខ្លួនឯងទាំងស្រុងហើយឈីងស៊ុយក៏បានធ្លាក់ចូលទៅក្នុងផ្លូវនៃការសម្លាប់រង្គាលបន្ទាប់ពីត្រូវបានអធិបតីតៅទាំង7ពណ៌បានដាំក្របពូជបេះដូងនៃការសម្លាប់នៅក្នុងខ្លួនរបស់គាត់ហើយនៅក្នុងកំឡុងពេលដែលឈីងស៊ុយបានឈួតឈីងស៊ុយក៏បានប្រើប្រាស់នៅអាណាចក្រជីរៀមដែលយើងហៅថារន្ទះពណ៌ក្រហមរបស់គាត់ហ្នឹងទៅគំទេចអាណាចក្រឋានសូរកូលន់និងអ្នកវឹកហាត់ទាំងអស់ដែលស្ថិតនៅក្នុងអាណាចក្រកូលន់ទាំងមូលតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេឈីងស៊ុយក៏បានជ្រុលដៃសម្លាប់នៅហានយ៉ានដែលជាប្រពន្ធរបស់គាត់ហើយនិងកូនស្រីរបស់គាត់គឺជាមេអំបៅក្រហមថែមទៀតផងនៅក្រោមឥទ្ធិពលនៃភាពឈួតរបស់គាត់ប៉ុន្តែបន្ទាប់ពីគាត់បានសម្លាប់ប្រពន្ធហើយនិងកូនស្រីរបស់គាត់ហើយឈីងស៊ុយក៏បានភ្ញាក់ស្មារតីឡើងមកវិញហើយគាត់ក៏ព្យាយាមជួយសង្គ្រោះប្រពន្ធហើយនិងកូនស្រីរបស់គាត់ភ្លាមតែម្ដងប៉ុន្តែជាអកុសលគឺថាឈីងស៊ុយនៅក្នុងពេលនឹងដែរគឺមិនអាចជួយសង្គ្រោះហានយ៉ានដែលជាប្រពន្ធរបស់គាត់ឲ្យចូលទៅក្នុងផ្លូវនៃការចាប់បដិសន្ធិឡើងវិញបាននោះទេគឺជួយបានតែមេអំបៅក្រហមដែលជាកូនស្រីរបស់គាត់តែម្នាក់ប៉ុណ្ណោះឲ្យចូលទៅក្នុងផ្លូវនៃការចាប់បដិសន្ធិឡើងវិញបានសម្រេចហើយបន្ទាប់មកទៀតនៅពេលដែលឈីងស៊ុយបានជួយសង្គ្រោះកូនស្រីរបស់គាត់បានឲ្យចូលទៅក្នុងផ្លូវនៃការចាប់បដិសន្ធិឡើងវិញបានសម្រេចប៉ុន្តែមិនអាចជួយសង្គ្រោះប្រពន្ធរបស់គាត់ហានយ៉ានបានគឺថានៅក្នុងពេលហ្នឹងឈីងស៊ុយក៏បានឈួតម្ដងទៀតបន្ទាប់ពីគាត់នឹងមិនអាចជួយប្រពន្ធរបស់គាត់ឲ្យរស់ឡើងមកវិញបានដូច្នេះហើយបន្តមកទៀតឈីងស៊ុយក៏បានចាប់ផ្ដើមសម្លាប់រង្គាលម្ដងទៀតនៅក្នុងអាណាចក្រកូលន់ទាំងមូលតែម្ដងបន្ទាប់ពីគាត់នឹងមិនអាចជួយសង្គ្រោះប្រពន្ធរបស់គាត់បានហើយបន្តមកទៀតដោយសារតែឃើញហេតុការណ៍ទាំងអស់និងភាពសាហាវឃោរឃៅរបស់ឈីងស៊ុយដែលកំពុងតែបង្កឡើងនៅក្នុងអាណាចក្រកូលន់ហើយពួកវឹកហាត់ Celestial ទាំងអស់ដែលខ្លាំងនៅក្នុងអាណាចក្រកូលន់
ក៏បានរួមដៃនឹងកម្លាំងគ្នាដើម្បីបង្ក្រាបឈីងស៊ុយតែម្ដងប៉ុន្តែទោះបីជាពួកគេរួមដៃគ្នានឹងកម្លាំងគ្នាដើម្បីបង្ក្រាបឈីងស៊ុយក៏ដោយក៏ពួកគេទាំងអស់គ្នានឹងមិនអាចយកឈ្នះឈីងស៊ុយបាននោះដែរមូលហេតុហ្នឹងគឺដោយសារតែអំណាចជីរៀមដែលយើងហៅថារន្ទះពណ៌ក្រហមរបស់ឈីងស៊ុយហ្នឹងគឺវាមានអំណាចហើយនឹងខ្លាំងពេកដូច្នេះហើយទើបពួកគេនឹងមិនអាចបង្ក្រាបឈីងស៊ុយបានប៉ុន្តែជាសំណាងល្អដែរនៅទីបញ្ចប់អត្រី Celestial Paifan ដែលជាមេដឹកនាំនៅក្នុងអាណាចក្រកូលានកាលពីសម័យបុរាណហើយក៏ជាគ្រូរបស់ឈីងស៊ុយហ្នឹងក៏បានធ្វើអន្តរាគមន៍ដោយផ្ទាល់តែម្ដងដើម្បីបង្ក្រាបឈីងស៊ុយដែលជាសិស្សរបស់គាត់ហើយបន្ទាប់ពី Paifan បានបង្ក្រាបឈីងស៊ុយដែលជាសិស្សរបស់គាត់បានសម្រេចហើយ Paifan គឺមិនដាច់ចិត្តសម្លាប់ឈីងស៊ុយដែលជាសិស្សរបស់គាត់នោះទេពីព្រោះអីគឺដោយសារតែអត្រី Celestial Paifan ហ្នឹងគឺបានចាត់ទុកឈីងស៊ុយហ្នឹងគឺប្រៀបដូចជាកូនប្រុសបង្កើតរបស់គាត់អញ្ចឹងដូច្នេះហើយទើបអត្រី Celestial Paifan ហ្នឹងគឺមិនដាច់ចិត្តសម្លាប់ឈីងស៊ុយដូច្នេះប៉ុន្តែទៅពីការសម្លាប់ឈីងស៊ុយវិញគឺថានៅក្នុងពេលហ្នឹងដែរ Paifan គឺបានបង្កើតត្រារង្វង់ទាំង9គឺដើម្បីបំបីប្រលឹងហើយនឹងរូបរាងកាយរបស់ឈីងស៊ុយហ្នឹងទៅជា9បំណែកផ្សេងគ្នាហើយឃុំទុកនៅទីតាំង9ផ្សេងគ្នានៅក្នុងអាណាចក្រកូលានដើម្បីឲ្យឈីងស៊ុយរំលឹកនៅកំហុសរបស់គាត់ឡើងមកវិញនៅពេលដែលគាត់បានឈួតហើយអត្រី Celestial Paifan ក៏សង្ឃឹមថាឈីងស៊ុយដែលជាសិស្សសំណប់របស់គាត់នឹងដឹងខ្លួនឡើងមកវិញនៅក្នុងថ្ងៃណាមួយនៅពេលដែលឈីងស៊ុយនឹងបានគ្រប់គ្រងនៅភាពឈួតរបស់គាត់ឡើងមកវិញហើយឈីងស៊ុយនឹងបានជួបជាមួយនឹងវ៉ាងលីនជាលើកដំបូងនៅពេលដែលវ៉ាងលីននឹងបានចូលទៅក្នុងរូងភ្នំអាតកំបាំងគឺដើម្បីទៅស្វែងរកកំណត់ដោយនៅក្នុងតង្ហួរគឺនៅក្នុងភាគទី152 153នឹងឯងហើយនៅត្រង់កន្លែងហ្នឹងក៏ជាពេលដែលឈីងស៊ុយហ្នឹងបានរួចផុតពីត្រារង្វង់ទាំង9ដូចគ្នាបន្ទាប់ពីឈីងស៊ុយបានរួចផុតពីត្រារង្វង់ទាំង9ហើយឈីងស៊ុយក៏បានធ្វើការសម្លាប់រង្គាលម្ដងទៀតនៅក្នុងអាណាចក្រកូលានទាំងមូលតែម្ដងនៅពេលដែលបំណែកព្រលឹងហើយនឹងរាងកាយទាំង9របស់ឈីងស៊ុយហ្នឹងបានរួមបញ្ចូលគ្នាឡើងវិញទាំងស្រុងហើយបន្តមកទៀតនៅពេលដែលឈីងស៊ុយបានឃើញនឹងបានប្រយុទ្ធជាមួយនឹងវ៉ាងលីនហើយឈីងស៊ុយក៏មានការផ្ចាក់បាវដូចគ្នាបន្ទាប់ពីឃើញថាវ៉ាងលីនបានប្រើប្រាស់នៅវិជាការហៅខ្យល់និងហៅភ្លៀងដែលមានន័យថាវ៉ាងលីនហ្នឹងក៏មានទំនាក់ទំនងជាមួយនឹង Paifan ដែលជាគ្រូរបស់គាត់ដូចគ្នាប៉ុន្តែទោះជាយ៉ាងណាក៏ដោយឈីងស៊ុយក៏នៅតែវាយប្រហារទៅកាន់វ៉ាងលីននៅដែរហើយនៅក្នុងកំឡុងពេលដែលឈីងស៊ុយរៀបវាយប្រហារសម្លាប់ទៅកាន់វ៉ាងលីនម្ដងទៀតហ្នឹងគឺថាលោកម្ចាស់អណ្ដាតភ្លើងដែលជាមេដឹកនាំនៅក្នុងអាណាចក្រកូលាននៅក្នុងពេលបច្ចុប្បន្នហ្នឹងក៏បានចេញមកដូចគ្នាបន្ទាប់ពីបានចេញមកហើយឈីងស៊ុយហើយនិងលោកម្ចាស់អណ្ដាតភ្លើងហ្នឹងពួកគេទាំងពីរនាក់ហ្នឹងក៏បានប្រយុទ្ធគ្នាបន្តិចទៅមុននឹងសម្រួលគ្នាវិញហើយបន្តមកទៀតនៅពេលដែលលោកម្ចាស់អណ្ដាតភ្លើងបាននិយាយអំពីគោលបំណងហើយនឹងបានសម្របសម្រួលជាមួយនឹងឈីងស៊ុយហើយឈីងស៊ុយក៏បានយល់អំពីគោលបំណងរបស់លោកម្ចាស់អណ្ដាតភ្លើងដូច្នេះហើយឈីងស៊ុយក៏បានយល់ព្រមទៅជាមួយនឹងលោកម្ចាស់អណ្ដាតភ្លើងទៅកាន់អាណាចក្រកូលានផ្នែកខាងក្រៅដើម្បីទៅព្យាបាលរបួសហើយនឹងស្ដារកម្លាំងរបស់គាត់ឡើងវិញតែម្ដងដោយមិនបានចាំយូរទៀតនោះឡើយប៉ុន្តែមុនពេលដែលឈីងស៊ុយបានចាក់ចេញពីអាណាចក្រកូលានដើម្បីទៅកាន់ទីស្នាក់ការកណ្ដាលរបស់លោកម្ចាស់អណ្ដាតភ្លើងនឹងឈីងស៊ុយក៏បានផ្ដាំទៅកាន់វ៉ាងលីនថាឲ្យវ៉ាងលីននឹងវឹកហាត់នៅវិជាការហៅខ្យល់ហើយនឹងហៅភ្លៀងហើយនឹងវិជាផ្សេងៗរបស់លោកគ្រូ Paifan នឹងឲ្យបានល្អមិនត្រូវឲ្យវិជាគុណដ៏អស្ចារ្យរបស់លោកគ្រូ Paifan នឹងខ្លាយទៅជាសម្រាមនៅក្រោមដៃរបស់វ៉ាងលីននោះទេបើសិនជាខ្លាយទៅជាសម្រាមនៅក្រោមដៃរបស់វ៉ាងលីនមែននៅពេលដែលគាត់បានជួបជាមួយនឹងវ៉ាងលីនម្ដងទៀតគឺគាត់នឹងសម្លាប់វ៉ាងលីនចោលតែម្ដងដោយសារតែវ៉ាងលីនបានធ្វើឲ្យវិជាគុណដ៏អស្ចារ្យរបស់លោកគ្រូ Paifan ខ្លាយទៅជាសម្រាមចំពោះវ៉ាងលីនវិញបន្ទាប់ពីឮពាក្យសម្ដីរបស់ឈីងស៊ុយហើយវ៉ាងលីនក៏បានអោនគ្រប់ទៅកាន់ឈីងស៊ុយដូចគ្នាមុននឹងឈីងស៊ុយបានចាក់ចេញពីអាណាចក្រកូលានហើយបន្ទាប់ពីនឹងមកទៀតនៅក្នុងថ្ងៃមួយឈីងស៊ុយនិងវ៉ាងលីនក៏បានជួបគ្នាម្ដងទៀតដូចគ្នាប៉ុន្តែនៅពេលដែលឈីងស៊ុយបានជួបគ្នាជាមួយនឹងវ៉ាងលីនហ្នឹងពួកគេទាំងពីរនាក់ហ្នឹងក៏បានដឹងដែរថាផ្លូវវឹកហាត់ហើយនឹងជោគវាសនារបស់ពួកគេទាំងពីរនាក់ហ្នឹងគឺដូចគ្នាតែម្ដងដូច្នេះហើយចាប់តាំងពីពេលហ្នឹងមកឈីងស៊ុយហើយនិងវ៉ាងលីនហ្នឹងក៏បានរាប់អានគ្នាធ្វើជាបងប្អូនស្លាប់រស់តែម្ដងហើយបន្ទាប់ពីបានរាប់អានគ្នាធ្វើជាបងប្អូនស្លាប់រស់ហើយឈីងស៊ុយក៏បានបង្រៀននៅវិជាគុណទាំងអស់របស់លោកគ្រូ Paifan របស់គាត់ដែលគាត់បានរៀនហ្នឹងឲ្យគ្រប់យ៉ាងទៅដល់វ៉ាងលីនទាំងអស់តែម្ដងហើយគាត់ក៏បាននិយាយរឿងរ៉ាវមួយប្រាប់ទៅកាន់វ៉ាងលីនថាគឺការពីអតីតកាលហ្នឹងគឺគាត់មានកូនស្រីម្នាក់ដែលមានឈ្មោះថាមេអំបៅក្រហមប៉ុន្តែនាងបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយនៅកំឡុងពេលដែលគាត់បានឈួតកាលពីសម័យបុរាណនៅក្នុងពេលដែលអាណាចក្រកូលាននឹងបានដួលរលំហើយឈីងស៊ុយក៏បាននិយាយបន្តប្រាប់ទៅកាន់វ៉ាងលីនថាមុននឹងកូនស្រីរបស់គាត់បានស្លាប់ហ្នឹងគឺគាត់បានបញ្ជូនព្រលឹងរបស់នាងហ្នឹងឲ្យចូលទៅក្នុងផ្លូវនៃការចាប់បដិសន្ធិឡើងវិញបានសម្រេចប៉ុន្តែឥឡូវហ្នឹងគឺគាត់មិនដឹងថាកូនស្រីរបស់គាត់ហ្នឹងទៅចាប់បដិសន្ធិឡើងវិញនៅទីណានោះទេរីឯវ៉ាងលីនវិញបន្ទាប់ពីឮឈីងស៊ុយនិយាយហើយវ៉ាងលីនក៏មានការផ្ចាក់ផ្អើលដូចគ្នាដោយមិននឹកស្មានថាមេអំបៅក្រហមដែលជាសត្រូវហើយនឹងជាមិត្តភក្តិរបស់គាត់ហ្នឹងគឺជាកូនស្រីបង្កើតរបស់ឈីងស៊ុយដែលជាបងប្អូនស្លាប់រស់របស់គាត់ដូច្នេះបន្តមកទៀតដោយឮដូច្នេះហើយវ៉ាងលីនក៏បាននិយាយប្រាប់រឿងរ៉ាវទាំងអស់ទាក់ទងទៅនឹងមេអំបៅក្រហមដែលស្ថិតនៅក្នុងពិភពស៊ូស្គូឲ្យទៅដល់ឈីងស៊ុយបានដឹងដូចនេះហើយបន្ទាប់ពីឈីងស៊ុយបានដឹងស្ដាប់រឿងរ៉ាវទាំងអស់ហើយឈីងស៊ុយក៏មានការសប្បាយចិត្តយ៉ាងខ្លាំងដែលដឹងអំពីដំណឹងកូនស្រីរបស់គាត់ហើយឈីងស៊ុយក៏មិនបានប្រកាន់ខឹងវ៉ាងលីនដែរអំពីបញ្ហាដែលវ៉ាងលីនមានទំនាស់ជាមួយនឹងមេអំបៅក្រហមបន្ទាប់ពីនឹងមកទៀតកាត់មកប្រមាណ100ឆ្នាំក្រោយមកទៀតនៅពេលដែលសង្គ្រាមរវាងពិភពរូងភ្នំផ្នែកខាងក្នុងហើយនិងពិភពរូងភ្នំផ្នែកខាងក្រៅបានមកដល់ហើយឈីងស៊ុយក៏បានបំបែកចូលទៅក្នុងជំហានទី3កម្រិតទី14ដូចគ្នាដើម្បីរួមដៃគ្នាជាមួយនឹងវ៉ាងលីនសង្គ្រោះពិភពរូងភ្នំផ្នែកខាងក្នុងរបស់គាត់ចេញពីការវាយប្រហាររបស់សត្រូវដែលមកពីពិភពរូងភ្នំផ្នែកខាងក្រៅពីព្រោះឲ្យពិភពរូងភ្នំរបស់វ៉ាងលីនបច្ចុប្បន្នហ្នឹងគឺគេបែងចែកទៅជា2ពិភពរូងភ្នំផ្នែកខាងក្នុងហើយនិងពិភពរូងភ្នំផ្នែកខាងក្រៅហើយពិភពរូងភ្នំដែលវ៉ាងលីនកំពុងតែរស់នៅហ្នឹងគឺជាពិភពរូងភ្នំផ្នែកខាងក្នុងហ្នឹងឯងហើយបន្ទាប់ពីសង្គ្រាមរវាងពិភពរូងភ្នំផ្នែកខាងក្នុង
ហើយនឹងពិភពរងភ្នំផ្នែកខាងក្រៅបានបញ្ចប់ដោយពិភពរងភ្នំផ្នែកខាងក្នុងទទួលបានជ័យជំនះហើយឈិញស៊ុយក៏បានជ្រើសរើសយកការចាប់ផ្ដើមសន្ធិឡើងវិញនៅក្នុង Immortal Astray Continent ជាមួយនឹង Wang Lin តែម្ដងគឺនៅក្នុងគោលបំណងហ្នឹងគឺដើម្បីទៅស្វែងរកវិធីសាស្ត្រដើម្បីស្វែងរកបំណែកបលឹងប្រពន្ធរបស់គាត់គឺ Han Yan ដោយសង្ឃឹមថានៅពេលដែលរកនាងឃើញហើយគឺគាត់នឹងអាចជួយឲ្យនាងរស់ឡើងមកវិញបានហើយនៅចុងបញ្ចប់សាច់រឿងហ្នឹងឈិញស៊ុយអីហ្នឹងគឺបានខ្លាយទៅជាមេដឹកនាំនៅក្នុងនិកាយតៅទាំង7ពណ៌ដើម្បីជួយសង្គ្រោះអ្នកដែលឡើងមកពីពិភពលោកភ្នំផ្នែកខាងក្នុងហ្នឹងឲ្យឡើងទៅកាន់ Immortal Astray Continent នេះគ្នាហើយប្រវត្តិរបស់ឈិញស៊ុយគឺមានតែប៉ុណ្្នឹងដែរខ្ញុំសូមអធិស្ឋានផងបើខ្ញុំនិយាយអីត្រង់ណាពិបាកស្ដាប់ឬក៏ពាក្យខ្លះពិបាកយល់អីដូច្នេះហើយមុននឹងបញ្ចប់វីដេអូរបស់យើងខ្ញុំសូមអរគុណទៅដល់បងប្រុសចំនួន2នាក់ហើយនិងបងស្រីចំនួន2នាក់ដែលបានឧបត្ថម្ភមកដល់ខ្ញុំដូចគ្នាដោយបងប្រុសទី1ហ្នឹងគឺមានឈ្មោះថាបងប្រុសភក្តីដែលបានឧបត្ថម្ភមកដល់ខ្ញុំចំនួន$5ដោយបងប្រុសទី2គឺមានឈ្មោះថាបងប្រុសសម្បត្តិវាសនាដែលបានឧបត្ថម្ភមកដល់ខ្ញុំចំនួន$4ហើយចំពោះបងស្រីទាំងពីរនាក់វិញបងស្រីទី1គឺមានឈ្មោះថាបងស្រីពៅស្រីណែតដែលបានឧបត្ថម្ភមកដល់ខ្ញុំចំនួន$2ហើយបងស្រីទី2វិញគឺមានឈ្មោះថាបងស្រីធាស្រីនូដែលបានឧបត្ថម្ភមកដល់ខ្ញុំ$2ដូចគ្នាហើយខ្ញុំសូមជូនពរឲ្យបងប្រុសទាំងពីរនាក់ហើយនិងបងស្រីទាំងពីរនាក់មានសុខភាពល្អរកស៊ីទទួលទានមានបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ទាំងការងារនិងការសិក្សាទាំងអស់តែម្ដងហើយខ្ញុំពិតជាអរគុណទៅដល់បងទាំង4នាក់ខ្លាំងមែនទែនសម្រាប់ទឹកចិត្តនៅក្នុងការឧបត្ថម្ភដល់ការនិយាយសង្ខេបសាច់រឿងរបស់ខ្ញុំដូច្នេះហើយយើងជួបគ្នានៅឱកាសក្រោយទៀតបាយបាយជម្រាបលា